ថ្ងៃនេះគឺជាអាទិត្យដែលពួកខ្ញុំត្រូវទៅទិញម្ហូបឲ្យអ្នកទាំងអស់គ្នាដោយសារតែមកនៅនេះអត់ចង់ទៅទិញម្ហូបរងថ្ងៃឬក៏ទៅរាល់អាទិត្យចឹងខ្ញុំបានទិញមកទុកញ៉ាំម្ដងពីអាទិត្យ3អាទិត្យអីចឹងទៅទិញមកដាក់ក្នុងទូអ្នកទាំងអស់គ្នាតែមុននឹងទៅដល់ម៉ាតទិញម្ហូបហ្នឹងគឺខ្ញុំបានចូលម៉ាតមួយទៀតអ្នកទាំងអស់គ្នាដោយសារតែនៅហ្នឹងគឺទីប្រជុំជនចឹងទៅមានម៉ាតច្រើនហើយម៉ាតលក់ដូចតែគ្នាទេប៉ុន្តែមានម៉ាតខ្លះហ្នឹងគឺលក់របស់ញ៉ាំច្រើនចឹងដូចបាយដូចអីចឹងមានតែម៉ាតមួយហ្នឹងទេតែបើម៉ាតផ្សេងទៀតមានភាគតិចចឹងខ្ញុំចូលចិត្តចូលម៉ាតហ្នឹងដោយសារសបោញ៉ាំយើងរើសអីតាមចិត្តចឹងហើយថ្ងៃហ្នឹងគឺសម្រាប់ចិត្តថាចង់ញ៉ាំមីដោយសារតែខានញ៉ាំមីកំប៉ុងយូរដែរអ្នកទាំងអស់គ្នាញ៉ាំតែមីកញ្ចប់ចឹងប៉ុន្តែខ្ញុំមិនសូវញ៉ាំញឹកញាប់ទេយូរញ៉ាំម្ដងចឹងទៅព្រោះអីខ្ញុំឈឺពេលអ្នកទាំងអស់គ្នាចឹងបើញ៉ាំញឹកគឺអត់កើតទេហើយខ្ញុំពីអ្នកហ្នឹងទៅណាគឺត្រូវជើងគ្នាខ្លាំងណាស់រឿងញ៉ាំអីហ្នឹងតែថាមួយបបួលហើយមួយទៀតគឺដែរឆ្លោតសតេទេដោយពាក្យចាស់ពោលថាបើមិនបានជួយជោគជួយចៅទេកុំយកជើងរៀបទឹកហើយអញ្ចឹងគឺខ្ញុំធ្វើតាមពាក្យចាស់លោកពោលនឹងឯងបើថាយើងញ៉ាំទាំងអស់គ្នាហើយពេលឡើងគីឡូឡើងតែម្នាក់ទេខ្ញុំមិនដែរឡើងគីឡូទេអញ្ចឹងភ័យអីខ្លាចនឹងញ៉ាំអ្នកទាំងអស់គ្នាប្រជាជនកូរ៉េគឺខ្ញុំមើលទៅមានអារម្មណ៍ថាប្រជាជនគេប្លែកៗអ្នកទាំងអស់គ្នានៅពេលដែលខែត្រជាក់អញ្ចឹងចូលចិត្តញ៉ាំក្រែមដល់ពេលខែក្តៅចូលចិត្តញ៉ាំមីស្រស់គិតទៅចម្លែកមិនដឹងទេហើយបើថាពួកខ្ញុំវិញមិនថាខែណាទេឲ្យថាក្លៀនគឺដាក់បានទាំងអស់ខែត្រជាក់ខែក្តៅក្រែមហើយនឹងមីហ្នឹងគឺដាក់បានគ្រប់ពេលហើយខែហ្នឹងក៏អាកាសធាតុនៅតែត្រជាក់អញ្ចឹងប៉ុន្តែគ្រាន់ថាអត់ត្រជាក់ខ្លាំងដល់ថ្នាក់ធ្លាក់ព្រិលអីទេព្រោះចូលដល់រដូវផ្ការីកអ្នកទាំងអស់គ្នាប៉ុន្តែគាត់ថាអត់ទាន់មានផ្កាទេខែហ្នឹងត្រជាក់ហើយរៀងធ្លាក់ខ្យល់អញ្ចឹងទៅអ្នកទាំងអស់គ្នាបើយើងញ៉ាំមីក្តៅៗអញ្ចឹងទៅវាក៏ក្តៅពោះតែខ្ញុំបន់ឲ្យដល់ខែក្តៅដើម្បីបានដាំបន្លែហើយពេលទៅណាទៅណីយើងអត់ចាំបាច់ពាក់ខោអាវច្រើនជាន់ឬក៏ពាក់អាវធំខ្ញុំពងពាក់ហ្នឹងអីចឹងចង់ពាក់ខោអាវយឺតធម្មតាហើយខោមួយជាន់នេះទៅប៉ុន្តែដល់ពេលខែត្រជាក់ចេះខោកែបមួយហើយខោកបោយពីក្រៅមួយទៀតគឺអត់ចង់ទប់លងាជាប់ទេអ្នកទាំងអស់គ្នានៅពេលដែលត្រជាក់ខ្លាំងពេកទៅយើងពេលដែលដោះខោចេញទាំងអស់គ្នាគឺជើងយើងក៏ផ្លូវហ្នឹងគឺឡើងក្រហមហើយបើថាកូនក្មេងៗជនជាតិកូរ៉េវិញថ្ពាល់គេហ្នឹងគឺឡើងក្រហមស៊ីជម្ពូតែម្ដងឃើញហើយខ្លាំងណាស់មែនតើចង់ឲ្យដល់ខែក្តៅប៉ុន្តែដល់ពេលដល់ខែក្តៅវិញលេះឡាដោយសារតែក្តៅខ្លាំងពេកអ្នកទាំងអស់គ្នាពេលខ្លះនៅតែក្នុងផ្ទះហ្នឹងក៏នៅអត់ចង់សុខដែរហើយកាលឆ្នាំដែលខ្ញុំមកនៅនេះដំបូងហ្នឹងខាងតកែខ្ញុំហ្នឹងគឺគាត់អត់ទាន់ឲ្យម៉ាស៊ីនត្រជាក់ទេគាត់ឲ្យប្រើកង្ហាសិនដល់ពេលឆ្នាំទី2មានថែមមនុស្សមកធ្វើការទៀតអ្នកទាំងអស់គ្នាដល់ពេលចឹងគាត់ឲ្យម៉ាស៊ីនត្រជាក់ហើយតើឲ្យនេះឆ្នាំមុននេះទេហើយឆ្នាំនេះគឺយើងអត់ទាន់ដឹងទេថាក្តៅឬក៏អត់សូវចឹងប៉ុន្តែសង្ឃឹមថាឆ្នាំហ្នឹងកុំឲ្យក្តៅដូចឆ្នាំមុនទេអ្នកទាំងអស់គ្នាដោយសារតែឆ្នាំមុនក្តៅខ្លាំងពេកខ្ញុំមិនសូវចង់ចេញក្រៅទេក្តៅនឹងមែនតើពេលដែលមើលខ្ញុំញ៉ាំមីអញ្ចឹងតើអ្នកទាំងអស់គ្នាឃ្លានអត់ហើយបើឃ្លានតើគួរធ្វើម៉េចទៅញ៉ាំឬក៏ដេកទាំងឃ្លានអញ្ចឹងហើយញ៉ាំមីឡើងចិត្តអស់ហើយបានដឹងថានៅក្រៅខ្លួនខ្ញុំហ្នឹងគឺសិតតែស្រាអ្នកទាំងអស់គ្នាហើយស្រាគេហ្នឹងសិតថ្លៃហើយស្រាក្រហមស្រាអីចឹងណាសម្រាប់វីដេអូញ៉ាំមីហ្នឹងក៏បានឈានចូលមកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាហើយខាងក្រោមស្រាហ្នឹងយើងបាច់មើលទេធ្វើមើលអត់ឃើញទៅអរគុណដែលបានចូលរួមទស្សនាវីដេអូមួយហ្នឹងបាយបាយはい、はい。